បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកយកព័ត៌មានមួយដែលចុះផ្សាយដោយគេហទំព័រ www.rfa.org/ ខ្មែរគឺអ្នកភូមិជាង100នាក់100គ្រួសារតវ៉ានឹងគ្រួសារមួយដែលសង់ផ្ទះលើផ្លូវនៅស្រុកកោះធំហើយនេះគឺជាផែនទីនៃខេត្តកណ្ដាលអ្នកភូមិជាច្រើនគ្រួសារនៅភូមិព្រៃតាអិនឃុំពោតបានស្រុកកោះធំកំពុងតវ៉ាជាមួយគ្រួសារមួយដែលសង់ផ្ទះរំលោភលើផ្លូវភូមិយកធ្វើជាកម្មសិទ្ធិឯកជនអ្នកភូមិបន្ទោសតំណាងនឹងមេភូមិរបស់ខ្លួនថាមិនបានដោះស្រាយជូនពួកគាត់តំណាងអ្នកភូមិព្រៃតាអិនត្អូញត្អែរថាករណីទំនាស់ដីធ្លីរវាងអ្នកភូមិចំនួន100គ្រួសារទល់នឹងគ្រួសារមួយដែលសង់ផ្ទះរំលោភយកផ្លូវភូមិធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះបានអូសបន្លាយពី3ទៅ4ឆ្នាំហើយនៅតែមិនទាន់បានដោះស្រាយចេញនៅឡើយលោកជួនលេងដែលអះអាងថាជាតំណាងអ្នកភូមិព្រៃតាអិនកំពុងមានទំនាស់ដីធ្លីនេះថ្លែងនៅថ្ងៃទី5ខែវិច្ឆិកាថាពាក្យបណ្ដឹងនឹងឯកសារនានាដែលពួកលោកបញ្ជូនទៅអាជ្ញាធរស្រុកកាលពីមុនបុណ្យភ្ជុំបិណ្ឌក្នុងខែតុលាមិនដែលបានទទួលឆ្លើយតបណាមួយនៅឡើយទេរហូតមកដល់ពេលនេះគាត់បន្តថាអ្នកស្រុកភូមិខ្ញុំអត់ធ្មត់សម្បើមណាស់ខ្ញុំហាមឃាត់ហើយខ្ញុំសុខចិត្តតស៊ូមតិតាមផ្លូវច្បាប់មិនយ៉ាងម៉េចគាត់ហាឡើងសុទ្ធតែដល់សរិយោមកវាស់គាត់អាបងប្អូនគាត់និយាយអាងគេអត់ដឹងហេតុផលអីទន្ទឹមនេះមេភូមិព្រៃតាអិនលោកចាក់ឡោឲ្យដឹងថាគ្រួសារដែលជាអ្នកសង់ផ្ទះរំលោភយកផ្លូវនេះមានឈ្មោះថាបាក់លីសែមហើយលោកធ្លាប់ហាមមិនឲ្យសង់លើដីនេះដែរប៉ុន្តែគ្រួសារមួយនេះនៅតែបន្តការសាងសង់នៅពេលនេះលោកក៏កំពុងប្រឈមជាមួយនឹងអ្នកភូមិកាន់តែខ្លាំងក្នុងពេលដែលមិនទាន់មានដំណោះស្រាយពីអាជ្ញាធរថ្នាក់លើហើយលោកមានប្រសាសន៍ថាមានកង្វល់រឿងទំនាស់ដីធ្លីមួយកន្លែងហ្នឹងហើយលោកឃុំលោកស្រុកអីស្ងាត់ជ្រាបតាំងពីជូនដំណឹងដល់លោកហើយមិនដឹងជានិយាយយ៉ាងម៉េចខ្ញុំដូចជាពិបាកនិយាយពិបាកឆ្លើយលិខិតបែបបទអីមានទាំងអស់ហើយយូរទៅអ្នកស្រុកអ្នកភូមិគេអប់បន្ទុកតែលើខ្ញុំថាមកពីខ្ញុំបែបត្រូវរើជាមួយអ្នកហ្នឹងហើយបានជាដោះមិនចេញនោះអាសូរតែបានអីលោកហើយលោកកាប់បតំមកគិតគ្នាដូចគ្នាលោកមេភូមិ68ឆ្នាំឲ្យដឹងថាផ្លូវនេះជាផ្លូវចាស់ដែលលោកឃើញតាំងពីលោកធំដឹងក្តីមកលោកថាគឺយកដីផ្លូវនេះធ្វើឲ្យភូមិនៅចុងផ្លូវចំនួន3គ្រួសារមិនអាចឆ្លងកាត់បាននិងប៉ះពាល់ដល់អ្នកភូមិ100គ្រួសារផ្សេងទៀតលោកឲ្យដឹងថាមានអ្នកភូមិចំនួន114គ្រួសារបដិមេដៃលើញ៉ាត់ទៀមទាឲ្យបើកផ្លូវនេះឡើងវិញទំនាក់ទំនងករណីរំលោភយកដីធ្លីក្នុងភូមិព្រៃតាអិននេះអភិបាលរងស្រុកកោះធំលោកកងមកមានប្រសាសន៍ថាអាជ្ញាធរស្រុកបានទទូចរួចហើយប៉ុន្តែកំពុងដោះស្រាយដោយការសម្របសម្រួលសិនខាងអភិបាលម្នាក់ទៀតដែលគាត់ទទួលផ្នែកហ្នឹងគាត់បានប្រជុំអីហើយហៅគ្រួសារខាងនេះមកអប់រំណែនាំយើងមិនអាចរំលោភបំពានបានយកផ្លូវសាធារណៈដាច់ខាតយើងត្រូវទៅដោះស្រាយឆ្លើយតបនឹងការរិះគន់របស់អ្នកភូមិអំពីការអូសបន្លាយពេលវេលាដោះស្រាយនេះលោកគុកមកបញ្ជាក់ថាមន្ត្រីបានទទួលផ្នែកដោះស្រាយនេះកំពុងរវល់ជាមួយកិច្ចការផ្ទៃក្នុងទំនាក់ទំនងការរំលោភយកដីធ្លីសាធារណៈនៅក្នុងគេហទំព័រ Facebook របស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅថ្ងៃទី8ខែវិច្ឆិកាបានសរសេរអំពីការបញ្ជារបស់លោកឲ្យក្រុមហ៊ុនបើកកាស៊ីណូនៅរាជធានីភ្នំពេញឈ្មោះ Nagawer រុះរើសំណង់ពាណិជ្ជកម្មរបស់ខ្លួនបានសង់រំលោភលើចិញ្ចើមផ្លូវរបស់រដ្ឋនិងប៉ះពាល់ទៅដល់ទីតាំងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតលោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាឲ្យក្រុមហ៊ុនទាំងអស់ចេញជាបន្ទាន់លោកហ៊ុនសែនបន្តថាទាំងមន្ត្រីអាជ្ញាធរនិងអ្នករំលោភមានទោសដូចគ្នាក្នុងការសាងសង់រំលោភដីសាធារណៈហើយលោកមិនបណ្ដោយឲ្យមន្ត្រីខិលខូចខុបខិតបំផ្លាញសង្គមឲ្យអាប់អោនតទៅទៀតជាដាច់ខាតអញ្ចឹងពីមុនគឺអាប់អោនឥឡូវកុំឲ្យអាប់អោនតទៅទៀតបាទសូមអរគុណ